បាទសួស្តីបងប្អូនទាំងអស់គ្នាវីដេអូនេះខ្ញុំធ្វើឡើងជាពិសេសផ្សាយជូនដល់បងប្អូនដែលត្រៀមប្រឡងបាក់ឌុបបញ្ចប់ថ្នាក់ទី12អញ្ចឹងក្រោយការបញ្ចប់បាក់ឌុបទៅប៉ិតណាស់ថាយើងនឹងទៅការជ្រើសរើសសាកលវិទ្យាល័យឬក៏មុខជំនាញណាមួយដែលយើងត្រូវតែរៀនដើម្បីជំនាញខ្លួនឯងសម្រាប់ថ្ងៃអនាគតអញ្ចឹងវីដេអូនេះខ្ញុំនឹងបង្ហាញនៅចំណុចខ្លះៗដែលបញ្ជាក់ពីទេពកោសល្យរបស់អ្នកទាំងអស់គ្នាតែអ្នកទាំងអស់គ្នាមានទេពកោសល្យទាំងអស់នៅក្នុងចំណោមទាំងអស់ដើម្បីក្លាយទៅជាអ្នកជំនាញ IT នៅក្នុងថ្ងៃអនាគតបាទអញ្ចឹងទី1យើងអាចសម្គាល់មើលខ្លួនឯងតាមរយៈការចូលចិត្តរកមូលហេតុនៃបញ្ហាបាទសិនបើយើងជួបបញ្ហាមួយយើងចូលចិត្តរកថាតើបញ្ហានៃកើតឡើងដោយសារអីយើងរកមូលហេតុវាឃើញអញ្ចឹងចំណុចហ្នឹងអ្នកទាំងអស់គ្នាមានដងនៅក្នុងការរៀន IT ស្រេចបាត់ហើយបាទហើយចំណុចបន្ទាប់ទៅតាក់ទងនឹងបញ្ហាដូចគ្នាក៏ប៉ុន្តែគេនិយាយពីភាពធន់នៃការអត់ធ្មត់ក្នុងការដោះស្រាយបញ្ហារបស់យើងវិញតើយើងស៊ូប៉ុណ្ណានៅក្នុងការដោះស្រាយបញ្ហាមួយនេះបាទនេះគឺជាចំណុចសំខាន់មែនទែនបាទតាក់ទងទៅនឹងការអត់ធ្មត់អញ្ចឹងបន្ទាប់ទៅ IT គឺជាជំនាញមួយដែលរៀនរហូតបាទគឺជាជំនាញមួយដែលត្រូវការរៀននៅអ្វីដែលថ្មីជាប្រចាំទើបយើងអាចតនសម័យកាលនៃបច្ចេកវិទ្យា IT បានបាទហើយចំណុចសំខាន់បំផុតហ្នឹងគឺយើងជាមនុស្សម្នាក់ដែលចូលចិត្តនៅក្នុងការគិតបាទគិតអីក៏ដោយបាទឲ្យតែគិតចូលចិត្តនៅក្នុងការគិតហ្នឹងគឺយើងបង្ហាញពីទេពកោសល្យនៅក្នុងការរៀន IT រួចស្រេចហើយបាទហើយចុងក្រោយនៅពេលដែលយើងកសាងសមិទ្ធផលអ្វីមួយបានយើងមានអារម្មណ៍សប្បាយចិត្តនេះគឺជាកត្តាសំខាន់មែនទែននៅក្នុងការលើកទឹកចិត្តខ្លួនឯងដើម្បីបន្តធ្វើអ្វីដែលថ្មីបន្ថែមទៀតអញ្ចឹងមានសំណួរខ្លះលើកឡើងដែរបាទសួរថាតើដើម្បីក្លាយជាអ្នកជំនាញ IT បានយើងត្រូវតែពូកែគណិតវិទ្យាមែនអត់បាទចម្លើយ IT ត្រូវការគណិតវិទ្យាក៏ប៉ុន្តែមិនត្រូវការតែសិស្សពូកែគណិតវិទ្យាចាំបានរៀនជំនាញ IT បានទេយើងជាសិស្សធម្មតាក៏អាចរៀន IT បានយើងខ្សោយគណិតវិទ្យាក៏អាចរៀន IT បានដែរតែវាទាមទារយើងជាយាមបន្តិចព្រោះវាត្រូវការគណិតវិទ្យាខ្លះនៅក្នុងភាសា programming ឬក៏នៅក្នុងមុខវិជ្ជា IT ហ្នឹងអញ្ចឹងនៅក្នុងបាទខ្ញុំបង្ហាញសៀវភៅនេះអ្នកទាំងអស់គ្នានៅក្នុងនេះគឺសៀវភៅនេះគឺនិយាយអំពី Mathematics for Computing បាទនិយាយអំពីគណិតវិទ្យាសម្រាប់ IT អញ្ចឹងនៅក្នុងសៀវភៅនេះបាទយើងមើលទៅបាទខ្ញុំបើកឲ្យមើលតិចណាបាទនេះគឺជា content បាទ content សម្រាប់និស្សិត IT ដែលត្រៀមខ្លួនដើម្បីក្លាយជាអ្នកជំនាញហ្នឹងយើងត្រូវការគណិតវិទ្យាតិចតួចមែនតើមិនត្រូវការច្រើនទេបាទអញ្ចឹងទី1គឺគេនិយាយអំពីមេរៀនទ្រឹស្ដីបាទនិងសំណុំបាទមានសំណុំចន្លោះបន្សំតក្កវិទ្យា probability និង matrix ហើយមានបាទពាក់ព័ន្ធនឹងទីតួចដែរបន្ទាប់ហ្នឹងគឺគេនិយាយពី algorithm និង flow chart នេះគឺជាផ្នែកសំខាន់ដើម្បីរៀននៅជំនាញ IT បានចេះលឿនយើងត្រូវការគណិតវិទ្យាទាំងអស់ហ្នឹងហើយមិន apply ទូទៅទេយើងមានផ្នែកខ្លះយើងប្រើវាញឹកញាប់ជាងគេហ្នឹងគឺតាក់ទងទៅនឹងតក្កវិទ្យាអ្នកនរគ្នាតក្កវិទ្យានេះគឺប្រើច្រើនមែនទែនគ្រប់ programming ទាំងអស់នៅក្នុង IT ហ្នឹងគឺត្រូវការគណិតវិទ្យាសំខាន់ជាងគេហ្នឹងគឺតក្កវិទ្យាហ្នឹងហើយបាទតក្កវិទ្យាគឺគ្រប់ភាសាទាំងអស់គឺត្រូវការចាំបាច់ហ្មងដើម្បីស្អីសិក្សាលក្ខខណ្ឌថាតើលក្ខខណ្ឌនេះធ្វើអីលក្ខខណ្ឌណាពិតលក្ខខណ្ឌណាមិនពិតអញ្ចឹងបើសិនបានអ្នកទាំងអស់គ្នាចង់រៀននៅជំនាញ IT អាចយកវីដេអូនេះទៅមើលទៅហើយពិភាក្សាខ្លួនឯងតើយើងមានទេពកោសល្យហើយនៅបាទអញ្ចឹងធីបនេះខ្ញុំមានតែប៉ុណ្្នឹងហើយក៏ប៉ុន្តែខ្ញុំមានខ្លឹមសារសំខាន់មួយទៀតបាទនៅចុងក្រោយនៃវីដេអូហ្នឹងគឺយើងរំលឹកពីទេពកោសល្យដដែលបើសិនបើយើងមានសមត្ថភាពយើងមានទេពកោសល្យវាគ្រាន់តែជាផ្នែកមួយធ្វើឲ្យយើងរៀនបានលឿនឆាប់ចេះក៏ប៉ុន្តែអ្វីដែលសំខាន់ជាងនេះគឺទាមទារឲ្យយើងអនុវត្តជាប្រចាំអនុវត្តឲ្យបានច្រើនអនុវត្តជាប់លាប់ទើបយើងអាចក្លាយទៅជាអ្នកជំនាញនៅក្នុងវិស័យ IT បានបាទចឹងសម្រាប់វីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេអរគុណបងប្អូនទាំងអស់គ្នាជូនពរប្រឡងបាក់ឌុបជាប់ទាំងអស់គ្នាបាននិទេសល្អគ្រប់គ្នាអរគុណជួបគ្នានៅពេលក្រោយ